mua tình hồi ខ្ញុំឈ្មោះវិសា ខ្ញុំបុរិនខ្ញុំឈ្មោះរតនាក្នុងនាមអ្នកជាបរិសុទ្ធមួយរូបនេះតើអ្នកគួរធ្វើយ៉ាងដូចម្តេចដើម្បីផ្ដល់តម្លៃឲ្យស្ត្រីនឹងមានសិទ្ធិស្មើជាមួយនឹងបុរស សម្រាប់ខ្ញុំគឺជាពលរដ្ឋម្នាក់ហើយខ្ញុំក៏ជាបរិសុទ្ធអញ្ចឹងផ្ដើមចេញពីខ្លួនខ្ញុំដើម្បីឲ្យតម្លៃទៅលើស្ត្រីឲ្យសិទ្ធិស្ត្រីឲ្យស្ត្រីមានការបញ្ចេញមតិនិងស្ត្រីក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមក្នុងសង្គមក៏ដូចជាបញ្ចេញមតិអ្វីដែលគាត់ចង់និយាយផ្ទាល់ ដោយសិទ្ធិស្ត្រីឲ្យមានភាពស្មើនឹងបុរសបើតាមកំណត់នេះខ្ញុំយល់ឃើញថាទី1ក្នុងនាមជាបុរសឬក៏ពួកយើងទាំងអស់គ្នាគួរតែផ្ដល់ឱកាសឲ្យខាងបងស្ត្រីឬបងប្អូនស្ត្រីហ្នឹងឲ្យគាត់មានឱកាសច្រើនក្នុងការចូលរួមសកម្មភាពឲ្យបានច្រើនទាក់ទងកម្មវិធីសង្គមឬកម្មវិធីអីផ្សេងៗហ្នឹងឲ្យពួកគាត់មានចំណេះដឹងឬក៏ការគិតឲ្យបានច្រើនជាពិសេសគឺពង្រឹងសមត្ថភាពរបស់គាត់ឲ្យខ្លាំង ក្នុងនាមយើងជាបរិសុទ្ធម្នាក់យើងត្រូវឲ្យតម្លៃស្ត្រីស្រឡាញ់មនុស្សស្រីដូចជាប្អូនឬបងស្រីគោរពមនុស្សស្រីដូចជាម្ដាយហើយឲ្យតម្លៃមនុស្សស្រីដូចជាឲ្យតម្លៃលើខ្លួនឯងចឹងដែរក្នុងនាមខ្ញុំជាបរិសុទ្ធខ្ញុំគិតថាដើម្បីជួយស្ត្រីបានខ្ញុំអាចជួយធ្វើការងារផ្ទះគាត់ដូចជាលាងចានបោកកាអាវជូតផ្ទះដើម្បីជួយសម្រួលការងារមកយាយខ្ញុំដែលថាខ្ញុំតើមានប្រពន្ធនេះអញ្ចឹងខ្ញុំអាចមើលកូនបានទេ ខ្ញុំជាបរិសុទ្ធម្នាក់ដែលឲ្យតម្លៃនិងឲ្យសិទ្ធិទៅលើស្ត្រីចុះអ្នកទាំងអស់គ្នាវិញ សម្រាប់ខ្ញុំខ្ញុំឲ្យតម្លៃលើស្ត្រីចុះអ្នកវិញអញ្ចឹងចុះអ្នកវិញអ្នកឲ្យសិទ្ធិនិងតម្លៃទៅលើស្ត្រីដូចរូបខ្ញុំដែរអត់ អ្វីដែលខ្ញុំធ្វើទាំងអស់នេះគឺខ្ញុំធ្វើដើម្បីលើកកម្ពស់សិទ្ធិស្ត្រីហើយចុះអ្នកទាំងអស់គ្នាវិញបានធ្វើហើយ